ឃើញក្មេងដតៃគេស្រវាខំរៀនរីរដំរេះយកចំណេះធ្វើស្ពានតែខ្ញុំផ្ទុយឃើញនំរយប្រាក់លៀនចាប់យកតន្ត្រីកែច្នៃមកធ្វើស្ពានការងារក៏លំបាកដែរអ្នកកុំផ្ដេកផ្ដួលបើអ្នកខ្ជិលណាស់ដេកស៊ីទៅវាស្រួលអនាគតនៅលើដៃវាអាចនឹងប្រែប្រួលបើអ្នកចេះសម្រួលបើអ្នកចេះសម្រាពួកយើងត្រូវជំនះជោគជតាយើងមិនអាចទៅពឹងព្រះមានថ្ងៃលិចក៏វាមានថ្ងៃរះបើអ្នកចង់លេងដើម្បីឈ្នះបើអ្នកបារាជ័យបានពីអាយុអ្នកផ្ទះខ្ញុំដេញចាប់ក្តីសម័យទោះដឹងថាវាហ្វទោះដឹងថាវាមិនហ្វាន់ដូចជាពាក្យគេថានេះជារឿងពិតមិនមែនជារឿងនិទាននេះមិនមែនជីវិតអ្នកសុំអ្នកស្ងាត់មាត់ភ្លេងទីកន្លែងដែលមិនធ្លាប់មកត្រូវផ្ដើមសារថ្មីក៏មិនតកសោកអោបមហិច្ឆតាតាំងពីផ្ទះមកសច្ចាខ្លួនអញបានដួលក្រោកចិត្តធំចេញក្រៅតែនៅមេក្តៅចង់ដើរផ្សងព្រេងក៏មកជីវិតបោកបៀមទុកយ៉ាងណាក៏នៅតែទ្រាំព្រោះចិត្តចង់រកលុយតាំងពីក្មេងទឹកភ្នែកស្រកចោះអាណិតខ្លួនឯង300គីឡូម៉ែត្រខ្ញុំត្រូវខំសាងតំណែងដល់ដីថ្មីគ្មានអ្នកគេស្គាល់ត្រូវកសាងគេឈ្មោះចាំងចែងលើលោកនេះមិនមែនលំបាកតែឯងលទ្ធផលនឹងតបស្នងស្ដាយស្ដាយបើសិនជាអ្នកខំប្រឹងឈរជើងឲ្យមានលំនឹងមួយច្បាស់ដូចក្តឹងភាពក្រលំបាកខ្ញុំហឹងជីវិតគ្មាន control អាល់យើងជាម្ចាស់កប៉ាល់ខ្ញុំប្រើសំឡេងវាយភ្លេងដូចជាអ្នកបដាល់គ្មានឧបសគ្គណាអាចធ្វើឲ្យខ្ញុំចាល់ជីវិតនេះខ្ញុំរលេងបលលេងដូចជាបាល់ខ្ញុំជាក្មេងម្នាក់ដែលខុសពីគេជួយចិត្តយកឧបករណ៍ភ្លេងយកមកលេងទោះអ្នកដទៃគេមើលមកខ្ញុំឃើញផ្សេងតែនេះគឺជាខ្ញុំមិនជួយចិត្តសំដែងមិនជួយចិត្តខ្លាញ់ខ្លាយជួយចិត្តសាសនាដែរឲ្យគ្រួសារ surprise នេះជាការពិតខ្ញុំមិនដោះស្លាប់តែខ្ញុំនឹងហោះឲ្យបានឆ្ងាយមានគេសើចមានគេយំព្រោះជីវិតខ្ញុំទុកនៅលើដៃរបស់ខ្ញុំជាអ្នកអមជើងរបស់ខ្ញុំចង់ដើរស្រេចតែខ្ញុំគ្រួសារគ្មានលុយដុំតែខ្ញុំអ្នកបង្កើតលុយដោយខ្លួនឯងម៉ាក់ប៉ាខ្ញុំបង្រៀនកូនឲ្យប្រឹងប្រែងជីវិតខ្លួនឯងកុំពឹងលើអ្នកដទៃប្រយ័ត្នណាពាក្យសម្ដីនិយាយច្រើនវាគ្មានន័យខ្ញុំគឺជាក្មេងម្នាក់ដែលជួយចិត្តសម័យចង់គេស្គាល់ឈ្មោះទេពិសិដ្ឋតាមរយៈតន្ត្រីចង់ខ្លាចទៅជាកវីដែលមានសិទ្ធិសេរីភាពពេញលេញចង់ខ្លាចទៅជាមនុស្សដែលចងចាំមិនអាចដកចេញ No one supporting me and no one believing me I just want to say fuck you cause I need nobody I come here for fight មិនមែនមកប្តីផ្ដួលជីវិតនេះមានច្រើនដំណាក់កាលណាស់មិនមែនស្រួល This is the message for you all ចំណុចខ្សោយមិនត្រូវបានបង្ហាញមានតែភាពក្លាហានក៏មិនអាចទៅដល់ប្រើគោចំហខ្លួនឲ្យបានរឹងមាំប្រើចំណេះដូចជារាងកាយធ្វើវាមួយតើដិតដល់ឬអ្នកគិតថាខ្ញុំមិនអនាគតខ្ញុំជាអ្នកសម្រាប់ជីវិតខ្ញុំអ្នកសម្រេចមិនមែនសម្រេចលើមាត់គេហៅខ្ញុំមកក្មេងលេខ1ណាបតខ្ញុំអត់ថប់ឃើញទេពេលនេះខ្ញុំស៊ីដេកលេងព្រួយខ្ញុំចាប់បិទមាត់ពូននេះសោះណាធុញទ្រាន់នឹងជីវិតខ្ញុំធ្វើអ្វីមិនទាន់ស្គាល់ខ្ញុំពុកកមួនសន្មត់ក៏រពីសំដីគ្រប់យ៉ាងដែលអ្នកឃើញសិតតែខ្ញុំកំណត់គេហៅខ្ញុំមកក្មេងលេខ1ណាបតខ្ញុំអត់ថប់ពេលនេះខ្ញុំស៊ីដេកលេងព្រួយខ្ញុំចាប់បិទមាត់ពូននេះសោះធុញទ្រាន់នឹងជីវិតខ្ញុំធ្វើអ្វីមិនទាន់ស្គាល់ខ្ញុំពុកកមួនសន្មត់ក៏រពីសំដីគ្រប់យ៉ាងដែលអ្នកឃើញសិតតែខ្ញុំកំណត់